ប្រវត្តិខេត្តកំពង់ធំខេត្តកំពង់ធំគឺជាខេត្តមួយដែលស្ថិតនៅចំកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជាបើធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6ដែលមានចម្ងាយ168គីឡូម៉ែត្រពីទីក្រុងភ្នំពេញទៅដល់ក្រុងស្ទឹងសែននៅខាងស្ដាំដៃគេនឹងឃើញរូបសំណាកដំរីជន់ខ្លាដែលជានិមិត្តសញ្ញាតំណាងឲ្យខេត្តដែលខេត្តកំពង់ធំមានស្ទឹងចំនួន4គឺស្ទឹងសែនស្ទឹងស្ទងស្ទឹងក្រសាំងនិងស្ទឹងជំនិតខេត្តមានក្រុង1និងស្រុកចំនួន7មានចំនួន81ឃុំសង្កាត់និងមានភូមិចំនួន727ភូមិខេត្តកំពង់ធំកាលពីបុរាណកាលមកចាស់ជំនាន់មុនលោកតែងតែនាំគ្នាហៅខេត្តកំពង់ធំនេះថាកំពង់ពោះធំកំពង់ពោះធំការហៅឈ្មោះកំពង់ពោះធំនេះក៏ដោយសារតែកាលពីយូរលង់ណាស់មកហើយនោះនៅមាត់កំពង់ស្ទឹងសែនស្ថិតនៅក្បែរនឹងមាត់ធម្មជាតិដ៏ធំមួយជាប់នឹងបរិវេណវត្តឥន្ទ្រីសង្វរៈហៅវត្តកំពង់ធំបច្ចុប្បន្ននេះមានរូងសត្វពស់ដ៏ធំមួយមានពស់គូរស់នៅហើយនៅរៀងរាល់ថ្ងៃសិលប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះពួកគេតែងតែបានឃើញសត្វពស់ដ៏ធំនោះបង្ហាញខ្លួនឲ្យពួកគាត់បានឃើញចំណែកសត្វពស់នោះបើយោងទៅតាមអបិយជំនឿហាក់ដូចជាមានបារមីមកគ្រប់គ្រងនិងថែរក្សាអញ្ចឹងដោយសារតែពស់នោះគឺមិនដែលធ្វើបាបដល់ប្រជាពលរដ្ឋណាម្នាក់ឡើយលុះដល់ដំណាក់កាលដ៏យូរអង្វែងមកក្រោយៗទៀតបងប្អូនប្រជាពលរដ្ឋពួកលោកមិនដែលបានឃើញសត្វពស់មួយគូនោះមកបង្ហាញខ្លួនទៀតទេហើយក៏គ្មានអ្នកណាបានដឹងថាសត្វពស់នោះវាចេញពីទីនេះហើយទៅរស់នៅឯណានោះដែរស្រាប់តែបាត់ខ្លួនពីកន្លែងនោះទៅដោយស្ងាត់ស្ងៀមតែម្ដងដោយហេតុផលនេះហើយចាប់តាំងពីពេលនោះមកប្រជាពលរដ្ឋនាំគ្នាហៅកន្លែងនោះថាកំពង់ពោះធំកំពង់ពោះធំលុះក្រោយមកទៀតនៅត្រឹមតែហៅកំពង់ធំកំពង់ធំទៅវិញហើយក្រោយមកនៅសម័យបារាំងចូលមកកាន់កាប់ទឹកដីខ្មែរពួកគេបានបែងចែកទឹកដីខ្មែរដែលបានដាក់ឈ្មោះថាខេត្តកំពង់ធំឲ្យសមស្របទៅនឹងការហៅរបស់ប្រជាពលរដ្ឋចាប់តាំងពីពេលនោះរហូតមកកំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេនៅភាគអាស៊ីអាគ្នេយ៍នៅសម័យនគរភ្នំឬហ្វូណនកំពង់ធំមានប្រាសាទសម្បូរព្រៃគុកដែលជាកន្លែងល្បីល្បាញនៅសម័យចេនឡាដែលជារាជធានីទី2គ្រប់គ្រងដោយព្រះបាទឥសានវរ្ម័នជុំវិញប្រវត្តិខេត្តកំពង់ធំនេះផងដែរលោកតាព្រឹទ្ធាចារ្យកងសាអ៊ុអាយុ87ឆ្នាំមានប្រសាសន៍ថាកាលពីសម័យមុនបើតាមលោកបានដឹងខ្លះនោះអំពីប្រវត្តិខេត្តកំពង់ធំនេះចាស់ខ្លះហៅថាកំពង់ពោះធំកំពង់ពោះធំពិតប្រាកដមែនដោយសារតែនៅជិតមាត់ស្ទឹងសែនមានបឹងធំមួយមានរូងពស់និងមានសត្វពស់ដ៏ធំរស់នៅចំណែកចាស់ខ្លះទៀតហ
ហៅខេត្តកំពង់ធំថាខេត្តប្រជុំធំខេត្តប្រជុំធំឈ្មោះខេត្តប្រជុំធំនេះដែលចាស់លោកហៅកាលពីជំនាន់នោះដោយសារខេត្តកំពង់ធំកាលពីសម័យនោះមានទឹកដីធំទូលំទូលាយណាស់រហូតដល់ខេត្តព្រះវិហារឯណោះនៅពេលដែលមានកិច្ចប្រជុំម្ដងចាស់នាសម័យនោះពួកគាត់តែងតែនាំគ្នាប្រជុំនៅខេត្តកំពង់ធំនេះពីព្រោះតែខេត្តនេះស្ថិតនៅចំកណ្ដាលនៃប្រទេសខ្មែរនាសម័យនោះរហូតមកដល់បច្ចុប្បន្នកាលនេះនៅទសវត្សរ៍ទី60ខេត្តនេះបានកំណត់យកនិមិត្តសញ្ញាដំរីជន់ខ្លាជាតំណាងឲ្យខេត្តកំពង់ធំតាមប្រសាសន៍របស់លោកហិនសុភ័ណ្ឌអនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំបានឲ្យដឹងថាការសម្រេចជ្រើសយករូបដំរីជន់ខ្លាជានិមិត្តរូបតំណាងឲ្យខេត្តកំពង់ធំនេះគឺយោងទៅលើហេតុផលពីរយ៉ាងហេតុផលទី1គឺដោយសារសម័យនោះខេត្តកំពង់ធំគឺជាខេត្តមួយដែលសម្បូរទៅដោយសត្វព្រៃឆ្លងកាត់ពីផ្នែកខាងកើតទៅផ្នែកខាងលិចនៅតំបន់វាលទំនាបគឺនៅរដូវប្រាំងនិងពីផ្នែកខាងលិចទៅផ្នែកខាងកើតវិញនៅរដូវវស្សាជាពិសេសគឺសត្វដំរីហើយនិងសត្វខ្លានេះតែម្ដងចំណែកហេតុផលទី2វិញនោះគឺដោយសារតែគេយកភ្ជាប់និមិត្តរូបនេះឲ្យមានទំនាក់ទំនងជាមួយអក្សរសិល្ប៍ខ្មែរដោយយកតាមរឿងរាមាយណៈនៅត្រង់ចំនួនព្រះរាមនិងក្រុងរាពណ៍ព្រោះនៅក្នុងសាច់រឿងនោះក្នុងចំនួនរវាងព្រះរាមនិងក្រុងរាពណ៍នេះទ័ពរបស់ក្រុងរាពណ៍បានប្រែរូបជាសត្វដំរីចំណែកទ័ពស្វារបស់ព្រះរាមបានប្រែរូបជាសត្វខ្លាដើម្បីប្រយុទ្ធគ្នាក្នុងសង្គ្រាមដណ្ដើមយកនាងសីតាដែលក្រុងរាពណ៍ដែលបានចាប់ទៅលាក់នៅកោះលង្កាហេតុនេះហើយសម័យនោះខ្មែរយើងក៏សម្រេចយកនិមិត្តសញ្ញាដំរីជន់ខ្លានេះជាតំណាងឲ្យខេត្តកំពង់ធំនៅពេលដែលសម្ដេចព្រះនរោត្តមសីហនុវរ្ម័នមានព្រះបញ្ជាឲ្យខេត្តទាំងអស់បង្កើតរូបសំណាកសម្គាល់ខេត្តនីមួយៗនៅទសវត្សរ៍ទី60នោះឯង